បាទសូមជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំដែល Channel នេះខ្ញុំនិយាយអំពីចំណេះដឹងទាក់ទងនឹងហិរញ្ញវត្ថុការវិនិយោគដែលជាចំណេះដឹងសំខាន់ដែលមានដូចជាផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនការគ្រប់គ្រងថវិកានិងចរន្តឬក៏លំហូរថវិការបស់យើងម្ដេចបានជាខ្ញុំនិយាយពីរឿងហិរញ្ញវត្ថុនេះខ្ញុំនិយាយអំពីរឿងហិរញ្ញវត្ថុនេះព្រោះថាបើយើងចេះបែងចែកឬគ្រប់គ្រងហិរញ្ញវត្ថុរបស់យើងបានល្អនោះជីវិតរបស់យើងនឹងទទួលបានជំហានដំបូងនោះគឺយើងជោគជ័យផ្នែកហិរញ្ញវត្ថុបាទកាលណាយើងជោគជ័យផ្នែកហិរញ្ញវត្ថុយើងអាចមានទ្រព្យសម្បត្តិបន្ទាប់ពីមានទ្រព្យសម្បត្តិកាលណាយើងមានទ្រព្យសម្បត្តិយើងនឹងមានសុភមង្គលនៅក្នុងជីវិតរបស់យើងហើយនៅទីនោះផងដែរខ្ញុំនឹងមានវីដេអូបន្តទៀតដែលវីដេអូទី1របស់ខ្ញុំនេះយើងនឹងលើកនៅសៀវភៅដ៏ល្អមួយដែលគេនិយាយអំពីកំពូលអ្នកមាននៅបាប៊ីឡូនចំពោះពាក្យបាប៊ីឡូនជាទីក្រុងដែលមានការរីកចម្រើនថ្កុំថ្កើងរុងរឿងហើយជាទូទៅកាលណាគេប្រើពាក្យបាប៊ីឡូនជានិមិត្តរូបនៃរតនសម្បត្តិដែលមានដូចជាពេជ្រមាសប្រាក់ត្បូងកែវកងរបស់ដែលមានតម្លៃតែរបស់មានតម្លៃទាំងអស់នោះវាមិនមែនកើតឡើងមកពីធម្មជាតិទេកើតឡើងមកពីការរកស៊ីការប្រើប្រាស់នៅសមត្ថភាពឬក៏ទេពកោសល្យរបស់គេដើម្បីទទួលបាននៅការរីកចម្រើនហើយទីក្រុងបាប៊ីឡូននេះផងដែរជាទីក្រុងនៃការធ្វើជំនួញការធ្វើពាណិជ្ជកម្មរបស់ពាណិជ្ជករប្រមូលផ្ដុំទៅដោយពួកអភិជនហើយពួកគេតែងតែជជែកគ្នាពីរឿងរកស៊ីឬមួយក៏ប្រកបអាជីវកម្មជនជាតិដែលរស់នៅលើទីក្រុងបាប៊ីឡូនដំបូងបំផុតនោះគឺជនជាតិស៊ូមើបាទដែលពួកគេនឹងសុទ្ធតែជាអ្នកទទួលបាននៅការអប់រំខ្ពស់ហើយពួកគេជាវិស្វករជាតារាវិទូជាអ្នកគណិតវិទ្យាជាពិសេសអ្វីដែលសំខាន់នោះគឺពួកគេពូកែផ្នែកខាងហិរញ្ញវត្ថុឬមួយក៏ជំនាញនៃការគ្រប់គ្រងហិរញ្ញវត្ថុហើយភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់ពួកគេនេះគឺកើតឡើងមកអំពីការសន្សំដែលជាគំនិតទី1នៅក្នុងសៀវភៅនេះការសន្សំនេះគឺមានសារៈសំខាន់ណាស់បើទោះបីជាយើងសន្សំ 10% នៃចំណូលរបស់យើងក៏ដោយព្រោះកាលណាយើងពូកែសន្សំមានន័យថាយើងសន្សំច្រើនយើងសល់លុយច្រើនការសន្សំវាជាចំណុចចាប់ផ្ដើមនៃភាពមានបានរបស់យើងនៅក្នុងនោះបើសិនជាអ្នកទាំងអស់គ្នាជាអ្នកតាមដាននៅចំណេះដឹងផ្នែកហិរញ្ញវត្ថុឬក៏យល់ដឹងផ្នែកហិរញ្ញវត្ថុ
យើងឃើញថាមានការចែករំលែករបស់ឯកឧត្តមតាន់នីវ៉ាន់ក៏បានលើកឡើងផងដែរថាលោកមានមកដល់សប្តាហ៍ថ្ងៃនេះក៏ព្រោះតែការសន្សំគឺលោកចេះសន្សំតាំងពីលោករៀននៅវិទ្យាល័យមកម្លេះហើយនៅពេលថ្មីនេះក៏មានការលើកឡើងអំពីនារីជនជាតិជប៉ុនម្នាក់ដែលពូកែសន្សំគាត់សន្សំតាំងពី voucher ផ្សេងសម្រាប់យកទៅធ្វើការចាយវាយបាទសន្សំតាំងពីលក់សក់របស់ខ្លួនឯងធ្វើយ៉ាងណាក៏ដោយឲ្យតែគាត់បានលុយបាទកាលណាការសន្សំយើងមានលុយសន្សំយើងអាចយកវាមកប្រើប្រាស់នៅពេលចាំបាច់ឬមួយក៏យើងមានឱកាសណាមួយសម្រាប់វិនិយោគនៅពេលនោះយើងអាចដកលុយសន្សំមកធ្វើការវិនិយោគហើយការសន្សំបើនិយាយទៅមិនមែនមនុស្សទូទៅធ្វើបានទេអ្នកខ្លះគាត់មានការតាំងចិត្តសន្សំតែពីដំបូងដល់ពេលបន្ទាប់មកគឺគាត់បានធ្វើការបោះបង់នៅពេលយើងសន្សំបានហើយយើងសង្កេតឃើញថាវាមិនប៉ះពាល់ទៅលើការចំណាយរបស់យើងនោះយើងនឹងបង្កើននៅការសន្សំហើយបើកាលណាយើងសន្សំចេះតែយូរទៅយើងបានលុយកាន់តែច្រើនយើងមានការសប្បាយចិត្តត្រង់ចំណុចនេះផងដែរហើយបន្ទាប់មកយើងពីសន្សំហើយយើងមានលុយច្រើនហើយតើយើងនឹងយកលុយនោះទៅណាបាទហើយចំពោះការយកលុយនោះទៅណាខ្ញុំនឹងនិយាយនៅចំណុចបន្ទាប់ទៀតបាទបន្ទាប់ពីយើងធ្វើការសន្សំបាននៅប្រាក់មួយចំនួនហើយចំណុចទី2នោះគឺការវិនិយោគនេះគឺយើងយកប្រាក់សន្សំរបស់យើងនឹងទៅធ្វើការបែងចែកដើម្បីវិនិយោគហើយការវិនិយោគនោះទៀតសោតគឺយើងត្រូវមានវិធីសាស្ត្រនៃការវិនិយោគអ្នកខ្លះគាត់មានចំណេះដឹងគាត់នឹងដឹងថាតើការវិនិយោគណាដែលមានហានិភ័យតិចការវិនិយោគណាដែលមានហានិភ័យច្រើនត្រង់ចំណុចនេះយើងត្រូវដឹងថាការវិនិយោគយើងមានវិធីសាស្ត្រនៃការវិនិយោគច្រើនបើក្នុងករណីយើងខ្លាចហានិភ័យយើងអាចយកប្រាក់នោះទៅដាក់សន្សំនៅធនាគារហើយមួយចំនួនទៀតយើងអាចវិនិយោគទៅក្នុងវិស័យអចលនទ្រព្យដោយយើងរំពឹងថាអចលនទ្រព្យនោះនឹងកើនតម្លៃឬមួយក៏យើងទាញប្រយោជន៍ពីអចលនទ្រព្យនោះមកវិញបានដូចជាការដាក់ជួលជាដើមឬមួយទៀតជាការពេញនិយមនាពេលបច្ចុប្បន្ននេះគេនឹងធ្វើការវិនិយោគទៅលើទីផ្សារមូលបត្រឬមួយក៏ការលេងនៅ cryptocurrency ដែលមាន Binance ឬមួយក៏ការវិនិយោគបែប digital ផ្សេងទៀតទៅលើទីផ្សារភាគហ៊ុនក៏ជាជម្រើសមួយនៃការវិនិយោគឬមួយទៀតក៏គាត់អាចធ្វើការប្រកបអាជីវកម្មខ្លួនឯងជាដើមដោយគាត់ជា owner business ផ្ទាល់ខ្លួនក៏ប៉ុន្តែបើទោះបីជាយើងមានលុយបានមកពីការសន្សំដើម្បីធ្វើការវិនិយោគនោះការវិនិយោគរបស់យើងក៏ត្រូវតែសមស្របជាមួយនឹងចំណេះដឹងរបស់យើងមានន័យថាយើងចេះអីធ្វើនឹងទៅមានន័យថាបើយើងមានចំណេះជំនាញក្នុងការ
បើកភោជនីយដ្ឋានយើងអាចយកលុយសន្សំនោះទៅបើកជាភោជនីយដ្ឋានបើយើងមានចំណេះជំនាញខាងវិស័យអចលនទ្រព្យយើងអាចធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យឬមួយក៏យើងចេះចំណេះជំនាញផ្នែកខាងការជួញដូរនៅលើទីផ្សារមូលបត្រយើងធ្វើទៅលើទីផ្សារមូលបត្រទៅហើយមួយទៀតការវិនិយោគនោះបើក្នុងករណីយើងធ្វើការវិនិយោគដោយមានការចូលរួមពីភាគីជាដៃគូរបស់យើងក៏ត្រូវដឹងអំពីដៃគូរបស់យើងដែរថាតើគាត់មានចំណេះជំនាញនៅក្នុងការវិនិយោគនឹងដែរឬទេបាទកុំឲ្យគាត់មិនមានចំណេះជំនាញในការវិនិយោគទី1យើងយកលុយសន្សំដែលយើងខំព្យាយាមសន្សំយកទៅដាក់វិនិយោគធ្វើឲ្យមានការខាតបង់ឬមួយទៀតក៏យើងធ្វើការងារតែខ្លួនឯងមានការលំបាកច្រើនចឹងការវិនិយោគឲ្យកើនទ្រព្យលុះត្រាតែយើងវិនិយោគត្រូវតើការវិនិយោគត្រូវយ៉ាងម៉េចនេះគឺដូចជាចំណុចទី1ដែលខ្ញុំនិយាយថាលុះត្រាតែស្របជាមួយនឹងចំណេះជំនាញរបស់យើងធ្វើការវិភាគហើយមួយវិញទៀតការវិនិយោគគឺឲ្យទាន់ពេលវេលាដែលគេនិយាយថាតម្លៃឱកាសឧទាហរណ៍ថានៅពេលបច្ចុប្បន្ននេះមានសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកធ្វើឲ្យតម្លៃមាសមានការកើនឡើងបើក្នុងករណីថាពីមុនយើងមានលុយសន្សំយើងអាចទិញជាមាសទុកចឹងមានថាមកដល់ពេលនេះបើក្នុងករណីយើងលក់មាសនោះចេញទៅក៏យើងទទួលបាននូវផលចំណេញនេះវាជាចំណែកឬមួយក៏ផ្នែកតូចមួយទៅលើការវិនិយោគដែលជាលុយសន្សំរបស់យើងសរុបរួមជាសេចក្តីសន្និដ្ឋានមកសៀវភៅកម្ពុជាអ្នកមាននៅបាប៊ីឡូននេះជំហានដំបូងគឺយើងត្រូវចេះសន្សំបន្ទាប់ពីសន្សំបានលុយគឺយើងត្រូវតែយកលុយនោះទៅធ្វើការវិនិយោគហើយសន្សំបែបណាវិនិយោគបែបណាខ្ញុំបានបកស្រាយហើយនៅខាងលើផងដែរបាទដូច្នេះខ្ញុំសូមអរគុណសម្រាប់វីដេអូទី1របស់ខ្ញុំនេះផងដែរហើយបើបងប្អូនមានជាមតិយោបល់យ៉ាងណាសូមជួយ comment នៅខាងក្រោមហើយបងប្អូនបើពេញចិត្តវីដេអូដែលខ្ញុំធ្វើនេះសូមជួយចុច subscribe ដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតហើយវីដេអូបន្ទាប់ខ្ញុំនឹងលើកទាក់ទងជាមួយនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុដដែលតែខ្ញុំនឹងព្យាយាមធ្វើទៅតាមលំដាប់លំដោយផងដែរបាទដូច្នេះសូមអរគុណ